យប់នេះជាយប់ទី7ហើយនៃការឆ្លៀនពៀនរបស់យោធាសៀមមកលើទឹកដីកម្ពុជាយើងមកដល់ពេលនេះយើងឃើញមានជនភេសឹកដែលបានភៀសខ្លួនចេញពីបណ្ដាខេត្តនានាមករកទីសុវត្ថិភាពមានប្រមាណជា30,000 នាក់ហើយបើតាមទិន្នន័យរបស់ក្រសួងការពារជាតិបានចេញគឺមានអ្នកស្លាប់ដោយសារតែសង្គ្រាមនេះជាង10នាក់ទៅហើយក៏មានអ្នករងរបួសប្រមាណជា700នាក់ដែរចំណែកឯនៅតាមសមរភូមិមុខនានារាប់ពីប្រាសាទព្រះវិហាររហូតដល់ខេត្តកោះកុងក៏បាននឹងកំពុងប្រយុទ្ធគ្នាយ៉ាងខ្លាំងដែលបណ្ដាលឲ្យយោធាទាំងសងខាងបានពលីនេះហើយជាលទ្ធផលនៃសង្គ្រាមតែនាំមកនៅការព្រាត់ប្រាសសង្គ្រាមតែនាំមកនៅមហន្តរាយព្រោះហេតុតែសង្គ្រាមនាំឲ្យមានក្តីវិនាសដូច្នោះហើយទើបយើងមិនចង់ឃើញនិងមិនចង់ឮឡើយយើងសួរថាតើសង្គ្រាមកើតចេញពីអ្វីសង្គ្រាមគឺកើតចេញពីសេចក្តីលោភលន់និងកើតចេញពីមហិច្ឆតារបស់បុគ្គលម្នាក់ៗនឹងឯងដែលសេចក្តីលោភលន់និងមហិច្ឆតានេះគឺវាកើតចេញពីក្តីល្ងង់ខ្លៅនេះឯងគឺព្រោះតែល្ងង់មើលមិនស្គាល់លោភៈមើលមិនស្គាល់ទិដ្ឋិដែលប្រកាន់ថាមានខ្លួនអ្នកបានអ្វីនោះហើយជាប្រភពនៃសង្គ្រាមបើយើងនិយាយទៅតាមការពិតគឺឥតមានអ្នកណាបានអ្វីនោះទេបើទោះជាច្បាំងឈ្នះអ្នកដទៃក៏ឈ្មោះថាចាញ់ដែរគឺចាញ់ក្តីល្ងង់មើលមិនស្គាល់សត្រូវក្នុងខ្លួននេះឯងហើយបើទោះជាឈ្នះអ្នកដទៃក៏ឈ្មោះថាចាញ់ដែរគឺចាញ់ខ្លួនឯងនេះឯងដូច្នេះដរាបណានរជននៅមើលមិនទាន់ស្គាល់សត្រូវក្នុងខ្លួនដរាបណានៅតែចាញ់លោភៈឬចាញ់មហិច្ឆតាក្នុងខ្លួននេះទេឈ្មោះថាជាជនបរាជ័យទោះបីឈ្នះសត្រូវក្នុងសមរភូមិរាប់មិនអស់ក៏ឈ្មោះថាចាញ់ដែរឈ្នះសត្រូវខាងក្រៅគឺជាជំនះដែលឈ្នះបានមួយគ្រាគឺជាជំនះដែលមិនថិតថេរជេរកានោះឡើយបើទោះបីជាមិនត្រូវចាញ់គេវិញក៏ទីបំផុតត្រូវចាញ់មច្ចុដែរដូច្នេះដើម្បីអាចឈ្នះស្ដេចមច្ចុបានគឺត្រូវផ្ដើមពីការស្គាល់ខ្លួនឯងនរជនណាមើលស្គាល់ខ្លួនឯងនិងស្គាល់សត្រូវដែលជាពលសេនារបស់មច្ចុមាគឺលោភៈទោសៈមោហៈនិងទិដ្ឋិមានៈជាដើមហើយនោះក៏រមែងមានការប្រុងប្រយ័ត្នក្នុងឥរិយាបថទាំងឡាយមិនថាដេកដើរឈរអង្គុយឬពេលទៅណាមកណារាល់ការបរិភោគការនិយាយស្ដីរាល់ការស្ដាប់រាល់ការមើលឬក៏ការគិតជាដើមគឺត្រូវតែមានសំណាញ់ឬក៏ខែលបានដល់ស្មារតីតាមការពារជាប់ជានិច្ចខែលឬអាវុធគឺស្មារតីនេះអ្នកបានរួចរំដោះឬក៏អ្នកដែលបានឃើញការពិតគ្រប់ជំនាន់លោកបានប្រើហើយវាជាអាវុធដែលមានអានុភាពអាចយកជ័យជំនះលើសត្រូវពលគឺមច្ចុមាបានវាជាអាវុធដែលច្បាំងឈ្នះមិនអាចចាញ់វិញដោយសង្គ្រាមក្នុងโลกនេះឡើយប៉ុន្តែជាអកុសលមនុស្សទាំងឡាយមើលមិនស្គាល់អាវុធនេះឡើយមនុស្សទាំងឡាយមើលឃើញតែអាវុធខាងក្រៅមើលឃើញតែសត្រូវខាងក្រៅឲ្យតម្លៃតែអាវុធខាងក្រៅហ៊ានច្បាំងតែជាមួយសត្រូវខាងក្រៅត្រេកអរតែនឹងជ័យជំនះដែលបានមកពីសមរភូមិខាងក្រៅមើលមិនឃើញសត្រូវជាខាងក្នុងដែលវាតែងតែសម្លាប់គ្រប់ជាតិនោះទេដូច្នេះហើយបានជាមនុស្សទាំងឡាយនៅលើសកលលោកត្រូវបានចាញ់និងត្រូវបានស្លាប់ជារៀងរហូត
ដូច្នេះខ្ញុំព្រះករណាខ្ញុំបាទសូមចូលរួមវិភាគទានខ្លះប៉ុណ្ណេះតាក់ទងនឹងព្រឹត្តិការណ៍សង្គមបច្ចុប្បន្នដែលកំពុងតែកើតមានអសន្តិភាពនៅក្នុងប្រទេសដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋរងទុក្ខលំបាកជាពិសេសគឺបងប្អូនយោធាគ្រួសារយោធាហើយជានេះទៅទៀតគឺប្រមុខរាជរដ្ឋាភិបាលលោកមានកង្វល់ខ្លាំងណាស់នៅក្នុងការស្វះស្វែងរកសន្តិភាពស្វះស្វែងរកយុទ្ធសាស្ត្រស្វះស្វែងរកវិធីសាស្ត្រទាំងឡាយដើម្បីរកសន្តិភាពការពារពលរដ្ឋការពារបូរណភាពទឹកដីដូច្នេះក្នុងនាមជាពលរដ្ឋម្នាក់គឺអត់មានអ្វីចូលរួមឲ្យបានធំដុំគឺមានតែចូលរួមវិភាគទានជាគំនិតខ្លះតាក់ទងនឹងជីវិតដែលកំពុងតែប្រព្រឹត្តទៅនៅក្នុងជាតិតែមួយហើយចង់បង្ហាញសារដើម្បីលើកទឹកចិត្តឲ្យបងប្អូនតស៊ូដើម្បីការពារជាតិរួមគ្នាដើម្បីការពារជាតិមាតុភូមិយើងអ្នកមានកម្លាំងធនធានក៏ជួយតាមធនធានអ្នកមានកម្លាំងកាយក៏ជួយតាមកម្លាំងកាយអ្នកមានប្រាជ្ញាក៏ជួយតាមប្រាជ្ញាហើយចំណែកខ្ញុំព្រះករណាខ្ញុំបាទក៏សូមចូលរួមលើកទឹកចិត្តឲ្យបងប្អូនបានមើលស្គាល់សត្រូវជាខាងក្នុងពលគឺកិលេសបានដល់លោភៈទោសៈមោហៈទិដ្ឋិនិងមានៈជាដើមនេះដែលវាជាសត្រូវធំតែងតែបៀតបៀនតែងតែសម្លាប់យើងគ្រប់ជាតិចង់ឲ្យបងប្អូនបានមើលឃើញសត្រូវទាំងនោះហើយមានឱកាសដើម្បីបានប្រយុទ្ធប្រឆាំងរំដោះខ្លួនឯងឲ្យរួចអំពីក្រញាំរបស់មច្ចុដែលជាមេអស់លើពួកមាទាំងឡាយដែលតែងតែសម្លាប់យើងគ្រប់ជាតិនោះដើម្បីឲ្យយើងអាចបានធ្វើបដិវត្តរំដោះខ្លួនយើងរួចអំពីក្រញាំនៃមច្ចុបានទាល់តែផ្ដើមចេញអំពីការបានស្គាល់ខ្លួនឯងនិងទាល់តែផ្ដើមចេញអំពីការដែលយើងមានខែលឬអាវុធគឺបញ្ញាឬក៏ស្មារតីក្នុងភាពជាខ្លួនដែលមិនមែនជាអ្វីនេះទើបអាចយកទៅច្បាំងទើបអាចការពារទើបអាចរំដោះខ្លួនយើងឲ្យរួចអំពីសត្រូវដែលវាតែងតែសម្លាប់យើងគ្រប់ជាតិនេះបានសូមឲ្យសន្តិភាពកើតមានដល់ប្រទេសកម្ពុជាយើងសូមឲ្យសង្គ្រាមបានវិវត្តទៅឆាប់ចប់ដើម្បីឲ្យពលរដ្ឋមានសេចក្តីសុខដើម្បីឲ្យបងប្អូនជនរួមជាតិយើងបានជួបជុំក្រុមគ្រួសារប្រកបកិច្ចការរកទទួលទានតាមធម្មតាវិញក៏ដូចជាដើម្បីសម្រាលនៅទុក្ខលំបាករបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ឲ្យលោកបានស្រាលនៅក្នុងការគិតគូរពីបញ្ហាស្វះស្វែងរកសន្តិភាពជាខាងក្រៅនេះហើយបានមានឱកាសដើម្បីងាកមករកសន្តិភាពជាខាងក្នុងដើម្បីអាចរំដោះខ្លួនឯងឲ្យរួចអំពីសេចក្តីទុក្ខរំដោះខ្លួនឯងឲ្យរួចអំពីជាតិជរាព្យាធិមរណៈនេះបានតាមរយៈការដែលបានមកសិក្សាបានមើលស្គាល់ខ្លួនឯងពលត្រូវខ្លួនឯងមើលស្គាល់សត្រូវជាខាងក្នុងហើយអាចច្បាំងឈ្នះសត្រូវជាខាងក្នុងរំដោះខ្លួនឯងឲ្យរួចអំពីក្រញាំរបស់មច្ចុហើយបានដល់នៅសន្តិភាពទាំងពីរគឺសន្តិភាពទាំងខាងក្រៅនិងមានសន្តិភាពជាខាងក្នុងដែលជាសន្តិបត្តិដែលជាសន្តិអមតៈក្នុងខ្លួនរបស់យើងគ្រប់គ្នានេះកុំបីអាក់ខានឡើយ